គឺយើងកំពុងតែដើរចូលក្នុងព្រៃណាបងប្អូនអរគ្នាលើទៅសាកសួរអំប្រុសដែលគាត់នៅចិត្តនេះគាត់ជាម្ចាស់ទឹកម្ចាស់ដីដែលគាត់ថារស់នៅទីនេះផ្ទាល់ទេសួរទាំងអស់គ្នាតំបន់នេះគេហៅតំបន់នេះគេកន្លែងទឹកហ្នឹងអូបើស្រែខាងនេះមានដែរខាងនេះមានដែរបាទនេះកន្លែងតោះអូខេបងប្អូនអរគ្នាលើយើងទៅមើលទឹកមកកន្លែងទៀតដែលគាត់ថាហូរច្រើនជាងកន្លែងនេះទៀតយើងកំពុងតែដើរចូលក្នុងព្រៃណាដើម្បីទៅមើលទឹកដែលចេញមកពីថ្មមួយទៀតឬថាទឹកដែលចេញមកនេះគឺច្រើនជាងកន្លែងមិញចាអូនមានតាក់ក្បាលតាក់អីហ្នឹងនេះប្រយ័ត្នប្រយែងផងណាបងប្អូនអរគ្នានេះអ្នកក្រៅប្រយ័ត្នប្រយែងផងព្រៃច្រើនពេញអូនអូដល់ហ្មងបងប្អូនអរគ្នាចង់និយាយថាទឹកនេះគឺថារសជាតិគឺថាដូចទឹកយើងធម្មតាទេព្រោះអីទឹកនេះអត់មានធំក្លិនដីអត់មានធំក្លិនដែលថាថ្មឬក៏ព្រៃឈើអីទេបងប្អូនអរគ្នាព្រោះអីទឹកនេះនៅតំបន់នេះគឺតំបន់ធម្មជាតិបំពង់ឫស្សីនេះគឺបងនៅជនជាតិនេះគឺគាត់ប៉ិនឆ្នៃប្រឌិតខ្លាំងមែនទែនគាត់ពុះឫស្សីជាពីរបានគាត់សក់ចូលទៅក្នុងមាត់ថ្មដែលហូរទឹកនឹងមកបងប្អូនអរគ្នាហូរទឹកនឹងមកគឺទឹកវាគឺមកដោយតាមនេះបងប្អូនអរគ្នាហើយសំខាន់ទឹកឡើងថ្លាឆ្វងមកបងប្អូនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ឃើញអីប្លែកៗនៅក្នុងខេត្តរតនគិរីទៀតបងប្អូនទាំងអស់គ្នាកុំភ្លេចខមមិននៅខាងក្រោមវីដេអូនេះមានអ្នកមួយផង